ចោះចឹងកុំឲ្យខាតពេលយូរខ្ញុំជម្រាបជូនមេតិការព័ត៌មានតាមលំដាប់លំដោយដូចតទៅបាទទី1គឺនាយករដ្ឋមន្ត្រីខ្មែរថៃចូលរួមវេទិកាអនាគតអាស៊ាននៅវៀតណាមតែមិនជួបគ្នាទ្វេភាគីលោកហ៊ុនសែនបន្តដកស្រង់អត្ថបទបញ្ញវន្តថៃដើម្បីវាយបកថៃរឿងព្រំដែនថ្នាក់លើហៅមន្ត្រីនគរបាលមកអប់រំរឿងចោះហាមសិទ្ធិនយោបាយសិស្សបើគ្មានសារព័ត៌មានសេរីគ្មានទេប្រជាធិបតេយ្យតើមានន័យថាម៉េចអង្គការសង្គមស៊ីវិលសហព័ន្ធសហជីពជាតិនិងអន្តរជាតិជាច្រើនអំពាវនាវឲ្យមានសកម្មភាពបន្ទាន់ដើម្បីការពារសុវត្ថិភាពកម្មករវិស័យកាត់ដេរនៅកម្ពុជាពលរដ្ឋ2នាក់ទៀតជាប់ពន្ធនាគារ6ឆ្នាំពីបទចោរកម្មពាក់ព័ន្ធនឹងការថតរូបស្ពានពីបទចារកម្មសំទោសមិនមែនចោរកម្មទេគឺថតរូបភាពស្ពានតកតងនឹងព្រំដែនខ្មែរថៃអតិថិជនចិនតវ៉ានៅមុខទូតចិនម្ដងទារសំណងសងលុយញើសឈាមពួកគាត់មកវិញក្រោយចាញ់បោកក្រុមហ៊ុន HP និង Huawei Pay លោកត្រាំថាអ៊ីស្រាអែលនិងអ៊ីរ៉ង់នឹងព្រមព្រៀងគ្នាឈប់បាញ់គ្នាភ្លាមៗក្រោយបាញ់ប្លង់ដាក់គ្នាមួយប្រាវនឹងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទបងប្អូនព័ត៌មានដំបូងទៅមុននេះគឺយើងឃើញថាថ្ងៃនេះមានកិច្ចប្រជុំធំមួយនៅឯទីក្រុងហាណូយប្រទេសវៀតណាមដែលមានដឹកនាំរបស់អាស៊ានទាំងអស់ចូលរួមមិនមែនតែខ្មែរមិនមែនតែថៃទេតាមពិតទៅគឺជាគេហៅថាវេទិកាអាស៊ានសម្រាប់អនាគតឬក៏វេទិកាអនាគតអាស៊ានដែលជាជំនួបកម្ពុជាសម្រាប់មេដឹកនាំនៅអាស៊ានទាំងអស់ទាំង11ប្រទេសទៅចូលរួមគ្នាដោយអ្នកណាម្នាក់ធ្វើម្ចាស់ផ្ទះហើយពិធីប្រជុំនេះគឺខួបទី3ហើយគឺ3ឆ្នាំហើយដែលគេរៀបចំប្រជុំបែបនេះដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយប្រទេសវៀតណាមហើយអ្នកដែលគ្រងទៅឬក៏អ្នកដែលចុចទៅចូលរួមហ្នឹងគឺមានដឹកនាំយើងឃើញហើយមានទាំងលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីខ្មែរលោកអនុទិនច័ន្ទរៈគុលជានាយករដ្ឋមន្ត្រីថៃនិងនាយករដ្ឋមន្ត្រីប្រធានាធិបតីនៃប្រទេសអាស៊ានដទៃទៀតក៏ទៅចូលរួមនៅក្នុងពិធីនោះដែរគោលបំណងគេគឺជជែកអំពីបញ្ហាសន្តិសុខបញ្ហាសេដ្ឋកិច្ចបញ្ហាកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អីចឹងទៅគ្រាន់តែថាលោកហ៊ុនម៉ាណែតគ្រងទៅប្រទេសវៀតណាមឬក៏បំពេញទស្សនកិច្ចចូលរួមនៅក្នុងពិធីហ្នឹងហើយបន្តជួបមេដឹកនាំវៀតណាមផងរហូតដល់ទៅ3ថ្ងៃបានន័យថាពីថ្ងៃទី8 9និង10យ៉ាង3ថ្ងៃហើយថៃវិញគឺលោកអនុទិនច័ន្ទរៈគុលទៅតែ2ថ្ងៃទេគឺថ្ងៃ8ទី9គឺគាត់នឹងវិលត្រឡប់មកប្រទេសថៃវិញក្រោយចប់ប្រជុំក៏ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នេះគឺកិច្ចប្រជុំកំពូលកម្រិតអនាគតរបស់អាស៊ាននេះគឺមិនមានគឺថាការជួបគ្នារវាងនាយករដ្ឋមន្ត្រីខ្មែរនិងនាយករដ្ឋមន្ត្រីថៃអនុទិនច័ន្ទរៈគុលតកតងនឹងរឿងកិច្ចការព្រំដែនបញ្ហាដោះស្រាយរឿងវិវាទកម្ពុជានិងថៃទេហើយអាចនឹងមិនត្រូវនឹងបរិបត្តិរបស់វេទិកាអនាគតអាស៊ានហ្នឹងដែលជាទូទៅគេរៀបចំឲ្យជួបមេដឹកនាំមកជជែកគ្នាតែពីរឿងសេដ្ឋកិច្ចពីរឿងសន្តិសុខពីរឿងតំណែងតំណងពាណិជ្ជកម្មអីក៏តែមិនដឹងក៏ប៉ុន្តែបើយើងនិយាយអំពីអនាគតអាស៊ានតើអាស៊ានហ្នឹងវាមានអនាគតទៅឯណាបើកូនចៅអាស៊ានហ្នឹងឆ្លោះបោកសក់គ្នាយ៉ាងនេះខ្ញុំកំពុងតែឆ្ងល់ដែរចុះវៀតណាមហ្នឹងអាចនឹងជួយដោះស្រាយអីខ្លះដែរទេតើតើនឹងឧទាហរណ៍ថាជាអាញាកណ្ដាលដោយសារតែខ្លួនជាម្ចាស់ផ្ទះផងហ្នឹងក៏ឆ្លៀតឱកាសហ្នឹងហៅខ្មែរនិងថៃហ្នឹងជុំគ្នាទៅហើយជជែកគ្នាមើលរឿងព្រំដែនកម្ពុជាថៃហ្នឹងមានអីជួយសម្របសម្រួលដោះស្រាយគ្នាបានអីអញ្ចឹងណាប៉ុន្តែជាអកុសលគឺរឿងបែបនេះអត់មានទេអាចវៀតណាមអត់ទៅចង់អំពើទុកនៅក្នុងការដែលយកអវេទិកាអនាគតអាស៊ានដែលមានរបៀបវិរៈគេរួចទៅហើយដែលអត់និយាយពីរឿងព្រំដែនកម្ពុជាថៃមកនៅក្នុងហ្នឹងទៅក៏គេនិយាយពីរឿងអ្វីដែលទូទៅដូចតែគេនិយាយរាល់ឆ្នាំអញ្ចឹងទៅតែវិច័យដល់អីឆ្នាំនេះវាមានរឿងចំនួនព្រំដែនឬមួយក៏វៀតណាមហ្នឹងចាត់ទុកថាកិច្ចការងារនេះដូចជាបានដោះស្រាយរួចទៅហើយព្រោះអីមានបាត់ជប់បាញ់ហើយអីអញ្ចឹងទៅមានអាមេរិកអីជួយសម្របសម្រួលហើយក៏មានចិនអីគេជួយយកបងអីបន្តិចបន្តួចដែរអញ្ចឹងវៀតណាមហ្នឹងក៏មិនចាំបាច់រៀបចំឲ្យមានជំនួបរវាងខ្មែរថៃដោះស្រាយព្រំដែនអីហ្នឹងក៏តែមិនដឹងក៏ប៉ុន្តែបើយើងនិយាយអំពីភាពជាអ្នកភូមិផងរបងជាមួយហើយនៅក្នុងការដែលជួយដោះស្រាយបញ្ហានៅក្នុងគ្រួសារមិនគួរណាប្រទេសវៀតណាមមិនរៀបចំឲ្យមានជំនួបរវាងលោកហ៊ុនម៉ាណែតនិងលោកអនុទិនច័ន្ទវរៈគុលឬក៏យ៉ាងហោចណាស់ក៏បង្ហាញអំពីការចង់ឲ្យភាគីទាំងពីរផ្សះផ្សាគ្នាដោយមធ្យោបាយណាមួយបើមិនលូកលាន់ជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់អាស៊ានដែលជាប្រទេសផងគ្នានឹងដែលនៅក្នុងនឹងមានធម្មនុញ្ញអាស៊ានចងភ្ជាប់មិនឲ្យអ្នកណាលូកដៃកកកកាយកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗគេតែពីរឿងតំណែងតំណងសេដ្ឋកិច្ចល្អសន្តិសុខឆ្លងដែនឆ្លងទ្វីបអីក៏ដោយក៏ប៉ុន្តែជាអាស៊ានជាសមាជិកដូចគ្នាជាអ្នកមានគ្រោះជាអ្នកមានបញ្ហាយើងអាចនឹងប្រលេះដៃចោលចឹងទេចិនដែលមិនមែនជាសមាជិកអាស៊ានផងមានរឿងអីក៏នៅតែចិនចេះតែមកចង់សម្របសម្រួលក៏ប៉ុន្តែខ្ញុំមើលឃើញរឿងចិនបានជួយសម្របសម្រួលកន្លងមកហ្នឹងភាគច្រើនគឺខ្មែរទេអ្នកចង់ឲ្យមុខចិននោះមិនមែនចិនខ្លួនឯងហ្នឹងដែលមកឈឺឆ្អាលរឿងផ្សះផ្សានឹងប្រមាណដែរទេព្រោះអីចិនចង់ចំណេញពីថៃផងចង់ចំណេញពីខ្មែរផងប៉ុន្តែតាមទម្លាប់កម្ពុជាមិនដែលរំលងចិនទេធ្វើអីហ្នឹងក៏ចង់ឲ្យមានឈ្មោះចិនចូលនៅក្នុងហ្នឹងចឹងហើយបានថាចុងក្រោយហ្នឹងអាមេរិកប្រាប់ថាបើមានចិនចូលរួមនៅក្នុងបទជប់បាញ់កិច្ចព្រមព្រៀងបទជប់បាញ់ដែលលោកត្រាំទៅជាអធិបតីហ្នឹងគឺអត់ទៅហ្មងអត់ក៏អត់ចេញនិយាយទៅក៏អត់ទៅចូលរួមកិច្ចប្រជុំកម្ពុជាមួយនៅម៉ាឡេនៅទៀតណាពុំមានចេះទៀតស្អប់ចិនមិនដឹងយ៉ាងម៉េចទេប៉ុន្តែនៅទៅជួបចិនថ្ងៃមុននយោបាយហ្នឹងគឺវាវល់បន្តិចតែឥឡូវវិលមករឿងវៀតណាមវិញតើលោកហ៊ុនម៉ាណែតទៅវៀតណាមនិងលោកអនុទិនទៅវៀតណាមនេះមានចំណេញអីដល់កិច្ចការព្រំដែនទេអត់ទេ
គឺគេនិយាយតែពីរឿងភារកិច្ចនៅក្នុងការចូលរួមក្នុងនាមជាមេដឹកនាំរបស់ប្រទេសអាស៊ានទៅតបតាមការអញ្ជើញរបស់មេដឹកនាំវៀតណាមដើម្បីចូលរួមកិច្ចប្រជុំអនាគតអាស៊ាននៅទីក្រុងហាណូយឆ្នាំទី3តែប៉ុណ្ណោះឯងក៏ប៉ុន្តែបើតាមអ្វីដែលជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាគឺការដែលទៅជួបនេះគឺពិតហើយគឺនិយាយអំពីទំនាក់ទំនងទ្វេភាគីរបស់វៀតណាមនិងកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចសន្តិសុខឬទំនាក់ទំនងល្អជាមួយនឹងប្រទេសទាំងពីរអញ្ចឹងទៅហើយថៃក៏ចឹងដែរព្រោះថៃក៏គេទៅបន្តចំណងសេដ្ឋកិច្ចទំនាក់ទំនងល្អរវាងវៀតណាមពាណិជ្ជកម្មវៀតណាមថៃព្រោះអីមេដឹកនាំវៀតណាមលោកតូលឹមហ្នឹងតែទៅទស្សនកិច្ចនៅថៃប្រហែលថ្ងៃមុននឹងឯងឥឡូវនេះលោកអនុទិនច័ន្ទវរៈគុលឆ្លៀតឱកាសនៅក្នុងការដែលតបតាមការអញ្ជើញហ្នឹងក៏មានជំនួបជាមួយនឹងមេដឹកនាំវៀតណាមហ្នឹងដែរដើម្បីនិយាយអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសវៀតណាមនិងប្រទេសថៃក្នុងន័យថារឹតបន្តឹងពាណិជ្ជកម្មនិងសេដ្ឋកិច្ចអីចឹងទៅព្រោះអីថៃគ្រោងធ្វើឲ្យទំហំពាណិជ្ជកម្មវៀតណាមថៃហ្នឹងគឺកើនឡើងដល់ទៅជាង20,000 លានដុល្លារតែទំហំពាណិជ្ជកម្មវៀតណាមហើយនិងខ្មែរក៏មិនតិចដែរព្រោះអីគាត់ថាយើងវៀតណាមនាំចូលមកខ្មែរច្រើនជាងខ្មែរនាំចេញទៅវៀតណាមនិយាយទៅផលិតផលខ្មែរដែលនាំចេញទៅក្រៅច្រើនលើសពីខាងក្រៅនាំចូលមកខ្មែរវិញតែទៅអឺរ៉ុបនិងអាមេរិកភាគច្រើនណាព្រោះហេតុអីបានជាទៅអាមេរិកនិងអឺរ៉ុបភាគច្រើនខ្មែរនាំចេញបានច្រើនជាងអឺរ៉ុបនិងអាមេរិកនាំចូលខ្មែរព្រោះផលិតផលទំនិញសព្វសារពើរបស់អឺរ៉ុបហើយនិងអាមេរិកហ្នឹងគឺវាមិនអាចប្រកួតប្រជែងទីផ្សារវៀតណាមទីផ្សារថៃទីផ្សារចិនឬម៉ាឡេអីនៅស្រុកខ្មែរបានទេអញ្ចឹងហើយបានជានាំមកខាងក្រៅនេះស្រុកអឺរ៉ុបនេះគឺខ្មែរនាំមកច្រើនជាងតែខាងអឺរ៉ុបខាងអាមេរិកមិនអាចនាំទៅខ្មែរណាមួយជីវភាពប្រជាពលរដ្ឋខ្មែរហ្នឹងទៀបណាស់មិនអាចនឹងមានលទ្ធភាពគ្រប់គ្រាន់ទំហំសេដ្ឋកិច្ចហ្នឹងទៅប្រើប្រាស់ផលិតផលទំនិញសព្វសារពើរបស់ទីផ្សារអឺរ៉ុបនិងអាមេរិកបានទេវាមិនត្រូវនឹងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរអញ្ចឹងខ្មែរយើងត្រូវបានតែត្រឹមផលិតផលវៀតណាមបើចង់រៀងកលិបបន្តិចទៅថៃឬក៏បោះហុងកុងឬក៏ម៉ាឡេអញ្ចឹងទៅចិននៅពេញផ្ទៃប្រទេសអញ្ចឹងហើយបានជាទំហំពាណិជ្ជកម្មចិនចូលខ្មែរហ្នឹងគឺ10,000 លានដុល្លារជាងថៃហ្នឹងក៏ច្រើនវៀតណាមហ្នឹងក៏ច្រើនខ្មែរនាំទៅគេវិញទៅប្រទេសចិនទៅប្រទេសវៀតណាមទៅប្រទេសថៃនេះក៏នាំចេញតិចណាស់គេនាំចូលមកយើងច្រើនបំផុតបើតែយ៉ាងណាបងប្អូននេះគឺគ្រាន់តែជាព័ត៌មានទូទៅដើម្បីបងប្អូនជ្រាបថាតើជំនួបមេដឹកនាំខ្មែរទៅជួបវៀតណាមហើយលោកអនុទិនច័ន្ទវរៈគុលទៅវៀតណាមដែរនេះទៅស្របគ្នាហ្នឹងតើបាននិយាយអីខ្លះពីកិច្ចការព្រំដែនចម្លើយគឺអត់ទេហើយវៀតណាមនេះមិនមែនតែទៅគឺមិនដឹងត្រូវនិយាយកិច្ចការព្រំដែនអីជាមួយនឹងខ្មែរហើយនឹងថៃនឹងចេញផងទេព្រោះវៀតណាមហ្នឹងក៏ឈ្លានពានដីខ្មែរដែរទៅធ្វើអាញាកដាលអាម៉េចក៏ពិបាកដែរណារឿងហ្នឹងគឺបន្ទោសវៀតណាមកើតដែរទៅកើតអាម៉េចឥឡូវទៅរករឿងឲ្យថៃហើយនឹងកម្ពុជាស្របគ្នាអនុវត្តផែនទីខ្នាត1លើ200,000ឧទាហរណ៍ដើម្បីដោះស្រាយបញ្ហាព្រំដែនចុះបើយកអាហ្នឹងមកប្រើចុះព្រំដែនខាងកើតនឹងបាត់មកកណ្ដោឬក៏ថាមានបញ្ហាអីកន្លងមកព្រោះមានរឿងរកម្មរកុសគ្នានៅក្នុងព្រំដែនហ្នឹងប្រើផែនទីបំពេញបន្ថែមអីអ្នកនយោបាយនឹងរករឿងរាយការណ៍មកតាក់ទងនឹងបាត់ដីខ្មែរអីមកកណ្ដោអីឡាក់នោះឡាក់ចឹងតើយើងដោះស្រាយយ៉ាងម៉េចតែកម្ពុជាគេប្រកាន់ចំហថានឹងអភិខាងកើតហ្នឹងគេអត់ដែលបានបាត់ដីទេមានតែដីវៀតណាមបានដីពីវៀតណាមមកទៀតផងពីដីវាស់បកគោលព្រំដែនអីចឹងប៉ុន្តែរឿងវាស់បកគោលព្រំដែននៅខាងកើតហ្នឹងភាគច្រើនដូចអត់សូវអីសោះចង់និយាយថាយើងដូចល្អល្អឿនគ្នាជួនកាលអីដោះដូរមានដីខាងនេះបានទៅថៃបានទៅវៀតណាមដីពីនេះបានខ្មែរអញ្ចឹងអាហ្នឹងខាងភាគីកម្ពុជាលើកឡើងអញ្ចឹងណាដូចអត់សូវមានរឿងអីតតាំងច្បាំងគ្នាអីដូចនៅខាងព្រំដែនខាងលិចសោះតែអាចដោយសារតែកម្ពុជានៅជាពាក់គុណវៀតណាមច្រើនដែរតែតងគេចូលមកជួយថាលុកលុយឈ្លានពានកម្ពុជាដែលភាសាប្រវត្តិសាស្ត្រខាងគណៈបកកណ្ដាលអំណាចប្រើថារំដោះប្រជាពលរដ្ឋខ្មែរអីចឹងតែអ្នកនយោបាយប្រឆាំងថានឹងជាការឈ្លានពានទឹកដីទុកឲ្យទ័ពបរទេសចូលឈ្លានពានកម្ពុជាតែយ៉ាងណាវៀតណាមចូលមកអាហ្នឹងគឺសម្រាប់ប្រជាពលរដ្ឋខ្មែរច្រើនណាស់ដែលរស់រានមានជីវិតពីរបបខ្មែរក្រហមចាត់ទុកថាជាការជួយសង្គ្រោះស្រោចស្រង់ជីវិតប្រជាពលរដ្ឋឲ្យរស់រានឡើងវិញរួចផុតពីរបបខ្មែរក្រហមអត់ខ្វល់រឿងការឈ្លានពានមិនឈ្លានពានសំខាន់គឺមានអ្នកជួយអញ្ចឹងវៀតណាមមកមានគុណស្រ័យច្រើនតទៅនៅក្នុងរឿងហ្នឹងដែលអាចបញ្ហាជាមួយវៀតណាមហ្នឹងគឺរឿងដូចពិបាកនិយាយដែរហើយបើថាកកកកាយរឿងព្រំដែនហ្នឹងវាអាចនឹងពិបាកត្រង់ថាកោះត្រល់ផងតាក់ទងខ្មែរកម្ពុជាក្រោមផងដីកម្ពុជាក្រោមផងអាហ្នឹងតែច្បោកច្បល់ទៀតដែរអញ្ចឹងព្រោះលោកហ៊ុនម៉ាណែតសំទោសលោកហ៊ុនសែនធ្លាប់តែពមៀនឲ្យមកឈូសហើយរឿងព្រំដែនខាងកើតចាប់ដាក់គុកលោកសំរងស៊ីហ្នឹងក៏ជាប់ចោតពីបទអីប្រមាណបទល្មើសណារឿងដកបកគោលព្រំដែនឲ្យលោកសកម្មជនគណៈបកប្រឆាំងមួយរូបហ្នឹងទៅចេញពីពន្ធនាគារហ្នឹងក៏តែរឿងព្រំដែនរឿងរូបសំអានហ្នឹងក៏តែរឿងព្រំដែនសិតតែជាប់គុកទាំងអស់ហើយភាគច្រើនព្រំដែនខាងកើតហ្នឹងឯងជាប់គុកអស់ហើយបើព្រំដែនខាងលិចយើងទើបតែមានបញ្ហាជាមួយថៃក៏មានប្រជាពលរដ្ឋខ្មែរជាប់គុកដោយសារការបញ្ចេញមតិដែរបាទឥឡូវនេះគឺចូលដល់អត្ថបទទី2គឺតាក់ទងនឹងរឿងលោកហ៊ុនសែនបន្តដកស្រង់អត្ថបទដែលជាស្នាដៃរបស់បញ្ញវន្តថៃដើម្បីវាយបកថៃរឿងព្រំដែនថ្ងៃនេះគឺយើងឃើញអត្ថបទរបស់លោកហ៊ុនសែនដែលផ្សាយនៅលើ Facebook របស់លោកគឺមានខ្ញុំថានេះគឺជាលើកទី3ហើយដែលលោកហ៊ុនសែនលើកស្ទួយស្នាដៃឬក៏ការបញ្ចេញមតិរបស់បញ្ញវន្តថៃដែលជាសាស្ត្រាចារ្យថៃហើយអត្ថបទ2មុនគឺជាអត្ថបទរបស់លោកសុរឆាតបំរុងសុខបាទឥឡូវនេះគឺគាត់អស់ពីលោកសុរឆាតបំរុងសុខមកគាត់ចាប់ផ្ដើមយកអត្ថបទថ្មីមួយទៀតរបស់ជាសាស្ត្រាចារ្យសំទោសសាស្ត្រាចារ្យថៃមួយរូបទៀតហើយគឺជាបញ្ញវន្តដ៏ឆ្នើមនៅក្នុងប្រទេសថៃដែរព្រោះអ្នកដែលសរសេរអត្ថបទនេះមែនតើជាគេហៅថាបញ្ញវន្តចម្រើននិយមបញ្ញវន្តដែលមិនស្ពឹកសពុនបញ្ញវន្តដែលហ៊ានរិះគន់រដ្ឋាភិបាលផ្ដល់អនុសាសន៍ដើម្បីកែប្រែអញ្ចឹងទៅបញ្ញវន្តបែបនេះសម្បូរណាស់នៅប្រទេសថៃហើយខ្ញុំជឿថាបញ្ញវន្តដែលប្រកែបែបនេះក៏មិនខ្វះដែរនៅប្រទេសកម្ពុជានោះគៀអញ្ជើញគាត់ថាវាអកុសលបើនៅថៃគេនិយាយបាន
ចេះរិះគន់រដ្ឋាភិបាលអីបានទៅអត់ចាប់ដាក់គុកដាក់ច្បាប់តែថាអត់ដាក់គុកដាក់ច្បាប់ណាលោកសុរិឆាតបំរុងសុកហ្នឹងក៏ធ្លាប់ជាប់គុកដែរតែជាប់គុកយូរហើយពីរឿងធ្វើបាតកម្មតវ៉ារដ្ឋាភិបាលគាត់មិនចូលចិត្តរបបសឹកយោធាឬក៏រាជានិយមដែលប្រើច្បាប់អាជ្ញាសឹកប្រជាហ្នឹងពេកទេបញ្ញវន្តគេហ្នឹងគឺគេចង់ឲ្យប្រទេសថៃហ្នឹងគ្រប់គ្រងដោយស៊ីវិលមានប្រជាធិបតេយ្យមានអីត្រឹមត្រូវហ្នឹងខ្ញុំនិយាយអំពីលោកសុរិឆាតបំរុងសុកដែលលោកហ៊ុនសែនដកស្រង់អត្ថបទគាត់2លើកហើយ2លើកហ្នឹងគឺមែនតើរិះគន់លោកអនុទិនច័ន្ទវរៈគុលតែពីរឿងទៅប្រកាសអាម៉េចប្រាប់ថាផែនទីខ្នាត1លើ50,000គឺជាផែនទីដែលប្រើជំនួសឲ្យផែនទីខ្នាត1លើ200,000របស់អនុសញ្ញាបារាំងសៀមឆ្នាំ2000ឆ្នាំ1904 1907ដែលកាលនោះយើងចាំឲ្យសាស្ត្រាចារ្យនៅសាលាធម្មសាស្ត្ររូបនេះក៏បាននិយាយថាការថ្លែងរបស់មេដឹកនាំថៃបែបនេះគឺខាតប្រយោជន៍ថៃព្រោះដោយសារតែគ្មានអ្នកណាទៅគូសផែនទីឯកតោភាគីដោយគ្មានអ្នកណាទទួលស្គាល់ហើយទៅប្រកាសថាហ្នឹងជាផែនទីថ្មីឯណាទេមានសន្ធិសញ្ញាអញ្ចឹងលោកហ៊ុនសែនរំលេចអត្ថបទហ្នឹងម្ដងហើយម្ដងទៀតដើម្បីដូចជាការដែលចង់ដូចថាដាស់សតិមេដឹកនាំថៃឲ្យកុំផ្ដេសផ្ដាស់រឿងការលុបនេះលុបនោះឬក៏និយាយនេះនិយាយនោះអញ្ចឹងអាហ្នឹងពីលើកមុនឥឡូវលើកចុងក្រោយនេះគឺថ្មីតែមួយថ្ងៃនេះគឺលោកហ៊ុនសែនដកស្រង់អត្ថបទរបស់បញ្ញវន្តថៃមួយរូបទៀតដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យដែរគឺលោកអក្សរាផុងខំខុនតើអ្នកណាគេជាលោកអក្សរាផុងខំខុនហ្នឹងបើតាមពិតលោកអក្សរាផុងខំខុនគឺជាបញ្ញវន្តថៃមិនខុសពីលោកសុរឆាតបំរុងសុកនឹងហ្មងទេព្រោះដោយសារអីគាត់ជាអ្នកវិភាគអ្នកស្រាវជ្រាវផ្នែកអាស៊ានផ្នែកស្អីនឹងរឿងព្រំដែនរឿងអីនឹងដែរហើយជាទូទៅគឺគំនិតរបស់គាត់ហ្នឹងគឺរបៀបចម្រើននិយមដែរព្រោះលោកជាបញ្ញវន្តរបស់ថៃហើយជំនាញឯកទេសរបស់គាត់គឺកិច្ចការអន្តរជាតិច្បាប់អន្តរជាតិអាស៊ានហើយនឹងកិច្ចការព្រំដែនជំនួបព្រំដែនខ្មែរថៃនឹងឯងលោកបង្រៀននៅសាកលវិទ្យាល័យធម្មសាស្ត្រដែរនិយាយទៅធម្មសាស្ត្រហ្នឹងគឺជាសាកលវិទ្យាល័យល្បីកំពូលរបស់ថៃមួយដែលផលិតបញ្ញវន្តថៃច្រើនណាហើយអ្នកដែលនៅក្នុងសាកលវិទ្យាល័យធម្មសាស្ត្រនេះភាគច្រើនគឺជាបណ្ឌិតឬក៏បញ្ញវន្តដែលមិនដែលលុះក្រោមគេហៅថាអធិបុលរបស់រដ្ឋាភិបាលឬនយោបាយទេគឺគាត់ហ៊ាននិយាយប្រឆាំងហើយដោយសារច្បាប់ថៃហ្នឹងគឺវាជួយដោះស្រាយបញ្ហាសិទ្ធិសេរីភាពនយោបាយរបស់ប្រជាពលរដ្ឋផងអញ្ចឹងអត់ហ៊ានធ្វើបាបធ្វើទុកបុកម្នេញចាប់បញ្ញវន្តឬសាស្ត្រាចារ្យថៃដាក់គុកទេដែលខ្ញុំនិយាយថានៅខ្មែរអត់ខ្វះទេបញ្ញវន្តប៉ាកែជាងលោកស្អីអក្សរាពងឬក៏ផុងណែខំខុននឹងឬក៏លោកសុរិឆាតបំរុងសុកអីនឹងផងតែវាអកុសលអីគឺនៅស្រុកខ្មែរបញ្ញវន្តបណ្ឌិតសាស្ត្រាចារ្យរបស់យើងហ្នឹងគឺងាប់ក្រោមកតុយក្បិនហ្នឹងហ្មងគឺថាសន្ទុះក្បិននេះក្បិននយោបាយគឺគេគូសផ្លូវឲ្យដើរវាស់ដីឲ្យដើរដូចថាមិនអាចនឹងបញ្ចេញមតិអីសោះព្រោះគាត់អាចបញ្ចេញបានតែត្រឹមមតិសរសើររដ្ឋាភិបាលទេហើយខ្វះអីមន្ត្រីនៅស្រុកថៃអីវិញបណ្ឌិតបញ្ញវន្តអីគេសរសើររដ្ឋាភិបាលមានមកកណកដឹកហ្នឹងចាស់ហេតុអីបានជាលោកហ៊ុនសែនអត់ទៅយកបណ្ឌិតបញ្ញវន្តដែលសរសើររដ្ឋាភិបាលថៃយកមកផ្សាយហេតុអីបានទៅយកបណ្ឌិតបញ្ញវន្តរបស់ថៃដែលរិះគន់រដ្ឋាភិបាលថៃយកមកផ្សាយរាល់ញឹកញាប់រឿងនេះគឺវាចម្លែកមែនតើចម្លែកផងថាហេតុអីបានជាមេដឹកនាំខ្មែរមិនឲ្យតម្លៃបញ្ញវន្តខ្មែរខ្វះណាស់ឬទៅបណ្ឌិតយើងមកកណក៏ដឹកគេអញ្ចឹងហ្នឹងហេតុអីក៏យើងមិនទទួលលើកស្ទួយតម្លៃគ្នាយើងទៅឬមួយក៏យើងគិតថាបញ្ញវន្តខ្មែរ10មួយយួរឬក៏និយាយទៅវាមិនបានផលអីទេយកទៅនិយាយជាមួយថៃនេះវាអត់មានទម្ងន់ដូចបញ្ញវន្តថៃទេឬក៏យ៉ាងម៉េចក្នុងន័យហ្នឹងគឺយើងកំពុងឲ្យតម្លៃផលិតផលគេបើសិនជាលោកសុរឆាតបំរុងសុកឬក៏លោកអក្សរាផុងខំខុននេះជាអ្នកស្រាវជ្រាវឯករាជ្យនៅអន្តរជាតិណាមួយទៅសាសដតីក្រៅពីថៃហើយគាត់សរសេរព័ត៌មានអន្តរជាតិអីអញ្ចឹងទៅអាហ្នឹងដូចជាសមហេតុសមផលព្រោះអីឥឡូវថៃនិងខ្មែរកំពុងតែឆ្លោះគ្នាហើយនៅពេលដែលឆ្លោះគ្នាយើងកំពុងតែដំឡើងអួតខ្លួនឯងអំពីភាពអស្ចារ្យរបស់ខ្មែរថាយើងបកកាយជាងថៃបើថាយើងផលិតទឹកយើងផលិតបាននៅយូរអត់ដង្ហើមបានយូរជាងថៃអីអញ្ចឹងយើងស្អប់ផលិតផលថៃយើងពាក់ឯកាយើងអ្នកណានិយាយសរសើរថៃអីបន្តិចគឺសុទ្ធតែក្បត់ជាតិទាំងអស់និយាយទៅឲ្យតែយើងនិយាយអីបានប្រយោជន៍ដល់ថៃគឺក្បត់ជាតិយើងនិយាយអីសរសើរថៃគឺក្បត់ជាតិក៏ប៉ុន្តែបើយើងយកមតិរបស់ថៃបញ្ញវន្តថៃយកមកនិយាយបែបនេះអត់អីទេអាចនឹងសមហេតុសមផលដែរព្រោះអីបញ្ញវន្តបណ្ឌិតថៃសាស្ត្រាចារ្យនេះក៏អត់មាននិយាយអីចំណេញថៃផងគាត់និយាយអំពីការខាតថៃដល់ពេលនិយាយពីការខាតថៃវាបានចំណេញខ្មែរអញ្ចឹងប្រហែលជាគាត់ទៅជាអ្នកស្រឡាញ់ជាតិខ្មែរវិញទៅក្បត់ជាតិថៃអញ្ចឹងបើគាត់ក្បត់ជាតិថៃមតិរបស់គាត់យកមកប្រើបានប្រយោជន៍អ្នកគិតទៅវាដូចជាទៅផ្លូវហ្នឹងវិញក៏ប៉ុន្តែចំពោះយើងមើលទៅឃើញថាវាមិនខុសឆ្គងអីទេដែលលោកហ៊ុនសែនទៅយកមតិបញ្ញវន្តណាក៏បានដែរព្រោះសិទ្ធិសេរីភាពគាត់ចង់យកស្អីក៏បានដែរព្រោះការមតិឬក៏ការយល់ឃើញបើគេសរសេរត្រូវគាត់និយាយទៅផ្សាយទៅវាខុសអីគាត់ថាវាខុសក្នុងគាត់ថាវាឆ្គងឬក៏ប្លែកត្រង់ថានិស្សិតបញ្ញវន្តខ្មែរច្រើនមែនតើនេះអាចឆ្លុះបញ្ចាំងមួយជ្រុងដែរអំពីសេរីភាពសារព័ត៌មានហើយនឹងគំនិតបញ្ញវន្តខ្មែរដែលសុញអត់អាចនិយាយអីបានហ៊ានរិះគន់រដ្ឋាភិបាលក្នុងន័យស្ថាបនាអីទាំងអស់ឥឡូវបើសិនជាលោកហ៊ុនសែនយកមតិរបស់ជនជាតិថៃយកមកនិយាយដែលរិះគន់រដ្ឋាភិបាលថៃរឿងថាបើលុប MOU ក៏តែមិនត្រូវបើថាអាផែនទីខ្នាត1លើ50,000ក៏តែមិនត្រូវអីអញ្ចឹងទៅហើយយកយន្តការលុប MOU UNCLOS ហ្នឹងឥឡូវហ្នឹងវាអញ្ញាអញ្ចឹងធ្វើឲ្យដូចលោកអក្សរាពងខំខុននេះគាត់និយាយថាថៃផ្ដេសផ្ដាស់ដូចសម័យអត់អានប្រវត្តិសាស្ត្រអានសភៅអាម៉េចទេចេះតែរហនឹកឃើញចង់និយាយគាត់ថាមេដឹកនាំថៃនោះដូចចេះតែរហនឹកហ
ហើយទៅធ្វើឲ្យថៃនឹងអាប់អោនជាតិសាសន៍ដោយសារគំនិតមេដឹកនាំហ្នឹងធ្វើឲ្យចិត្តតែទៅលុប MOU ដែលអត់មានរឿងអីដែលគេកំពុងមានបញ្ហាដីគោកអ្នកលោកអក្សរាពងខំខុនហ្នឹងក៏និយាយថាគេកំពុងយើងកំពុងមានឆ្លោះគ្នារឿងដីគោកអត់ព្រមដោះស្រាយដីគោកឲ្យផុតមករករឿងព្រំដែនទឹកនៅសមុទ្រឯណានោះវិញហើយដល់ពេលអញ្ចឹងគាត់ថាដូចអត់ដោះស្រាយអត់មានត្រូវគោលដៅទៅអញញ៉ៃវល់អីអញ្ចឹងទៅណាលោកមានប្រសាសន៍អញ្ចឹងខ្ញុំថាប្រសាសន៍របស់លោកអក្សរពងនេះខំខុននេះវាដូចជាមានហេតុផលខ្ញុំធ្លាប់គិតដូចលោកដែរចារឿងកំពុងតែមានព្រំដែនគោកហើយហេតុអីបានទៅនៅរឿងព្រំដែនទៅអារឿងគិតដូចលោកហ្នឹងត្រូវលោកហ៊ុនសែនយកគំនិតរបស់លោកខំខុនហ្នឹងអក្សរពងខំខុនហ្នឹងយកមកផ្សាយហ្នឹងគឺចង់ប្រាប់ថៃថាហេតុអីបានជាទៅធ្វើប្រទេសផ្ដាស់អញ្ចឹងក៏ប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងហេតុអីបានជាកម្ពុជាយើងហ្នឹងទៅធ្វើប្រទេសផ្ដាស់ទៅតាមអ្វីដែលជាលបែងរបស់ថៃដែលប្រទេសផ្ដាស់ដែរនេះខ្ញុំកំពុងតែឆ្ងល់ព្រោះគេឲ្យយើងលេងលបែងគេអារឿងព្រំដែនគោកអត់ទាន់ដោះស្រាយចប់ទៅនិយាយរឿងព្រំដែនទឹកលុប MOU ឲ្យកម្ពុជាលោតតាមថៃដែរគឺយើងចាប់ផ្ដើមចេញយន្តការផ្សះផ្សាជាកាតព្វកិច្ចឬក៏ដោយបង្ខំអីហ្នឹងដើម្បីឲ្យរុញរឿងហ្នឹងទៅដល់អង្គការសហប្រជាជាតិឬក៏ផុតពីដៃភាគីទ្វេភាគីដែលយើងកំពុងចង់ចរចាទ្វេភាគីតែតាមពិតជាចេតនាថៃទេនៅក្នុងការឲ្យខ្មែរលេងលបែងថៃគឺឲ្យយើងលោតទៅអង្គការសហប្រជាជាតិឬលោតផុតឲ្យពីភាគីទាំងពីរទៅបានន័យថាបើយើងលោតផុតយើងក៏អត់ដោះស្រាយបញ្ហាព្រំដែនគោកទ្វេភាគីដែរព្រោះយើងជ្រើសរើសហត់ទៅលើហ្នឹងហើយតែកម្ពុជាចម្លែកមែនព្រំដែនទឹកអត់ទាន់ឆ្លោះគ្នាសោះគាត់ថាថៃប្រកាសលុប MOU ដែលសភាគេអត់ទាន់អនុម័តនៅឡើយសោះនឹងទៅគណៈរដ្ឋមន្ត្រីហ្នឹងយើងលោតពឹបទៅដល់ខាងអង្គការសហជីវជាតិទៅដល់ខាងយន្តការផ្ទុយពីទ្វេភាគីឡើងទៅលើបាត់ហើយបើដឹងថាអាកម្រិតហ្នឹងចោលចោះគេរុញមកឲ្យទ្វេភាគីព្រោះអាក្រុមប្រឹក្សាជំនុំជម្រះឬក៏ពិភាក្សាពីរឿង UNCLOS ផ្សះផ្សាដោយបង្ខំហ្នឹងគ្មានថ្មិញខំអីទេគឺគ្រាន់តែផ្សះផ្សាយកទៅជជែកគ្នាពីភាគីតែឥឡូវដល់ពេលថៃឲ្យយើងលោតទៅដល់ហ្នឹងយើងលោតខ្ពស់ដល់ហ្នឹងតែជាមួយគ្នាហ្នឹងយើងចង់ឲ្យផ្សះផ្សារឿងព្រំដែនគោកជាមួយថៃទៅវិញហើយដល់ពេលថៃបានលេះបាត់អូបើយើងនិយាយពីរឿងនេះដល់អន្តរជាតិហើយអញ្ចឹងអារឿងព្រំដែនគោកទុកឲ្យអន្តរជាតិដោះស្រាយប៉ុន្តែនៅពេលដែលទុកឲ្យអន្តរជាតិដោះស្រាយខ្មែរយើងទៅប្តឹងថៃឬក៏លោតទៅដល់អង្គការសហជាតិឬយន្តការអន្តរជាតិតាក់ទងនឹងរឿងចំនួនដែនសមុទ្រដែលអត់ទាន់មានចំនួនតារឿងព្រំដែនគោកដែលកំពុងតែឆ្លោះគ្នាចង់ចរចាទ្វេភាគីដែលអត់បានផលហើយបែរទៅជាអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រមទាំងអន្តរជាតិបើបងប្អូនមិនកញ្ញាញ់ខួរក៏មិនដឹងជាទៅរឿងអីដែររឿងហ្នឹងយើងចង់បបួលថៃឡើងអង្គការសហជាតិឡើងតុលាការអន្តរជាតិតាក់ទងរឿងព្រំដែនសមុទ្រដែលអត់ទាន់ឆ្លោះគ្នាតែព្រំដែនគោកដែលគេយកអស់62កន្លែងយើងអត់ប្តឹងទៅតុលាការព្រំទាំងអន្តរជាតិអត់ទៅប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហើយទៅវាច្បុកច្បល់បែបនេះតែមិនអីទេរឿងនយោបាយលោកហ៊ុនសែនអាចចង់ដាក់សម្ពាធថៃដែរចង់ដាក់សម្ពាធថៃនេះក្នុងន័យដូចខ្ញុំនិយាយថាយកស្លឹកចេកខ្ចប់ចេកហ្នឹងគឺយកបញ្ញវន្តថៃដើម្បីបំបាក់ស្មារតីផ្ទៃក្នុងប្រទេសថៃទៀតហើយព្រោះ style របស់លោកហ៊ុនសែនគាត់ធ្វើតែអញ្ចឹងទេពេលដែលមានបញ្ហាអីក្នុងរឿងថៃយកអាខ្សែអាត់សម្លេងរបស់អ្នកស្រីបឋមឋានអីយកទៅបរហោះទៅដើម្បីឲ្យគេទម្លាក់អ្នកស្រីបឋមឋានកកកកាយនយោបាយថៃឲ្យអញ្ញៃទៅដើម្បីឲ្យថៃខ្សោយអញ្ចឹងចំនួនព្រំដែនតែថៃខ្សោយគឺខ្មែរខ្លាំងដោយសារតែយើងកកកកាយផ្ទៃក្នុងនយោបាយគេហើយដល់ពេលអនុទិនច័ន្ទវរៈគុលណាលោកថាក់ស៊ីនមានរឿងអីគេកំពុងដោះស្រាយជាប់គុកជាប់ច្បាប់អីរឿងជាប់គុកអត់ព្រមដេកគុកបែរទៅជាសម្រាប់នៅមន្ទីរពេទ្យអីទៅធ្វើពុតជាឈឺអាផតាងគេនឹងជជែកគ្នាឡើងបែកអូហូស្ទឹងគេកំពុងតែបារម្ភខ្លាចលោកថាក់ស៊ីននឹងក្រុមការពារក្តីក៏ខ្លាចគេរកផតាងអីឃើញដាក់បន្ទុកថាត្រូវតែឲ្យជាប់គុកលោកហ៊ុនសែនទៅប្រាប់ថាលោកថាក់ស៊ីននឹងធ្វើពុតទេពេលគាត់ទៅជួបនៅបាងកកហ្នឹងគឺឲ្យជាប់គុកតតែបានហើយដល់ពេលយើងលូកដៃនៅក្នុងកិច្ចការផ្ទៃក្នុងយើងចង់ធ្វើឲ្យគេទន់ដើម្បីយើងខ្លាំងប៉ុន្តែអាគេធ្វើទន់យើងខ្លាំងវាទៅជាកំបិតចិត្តដងឯងទៅវិញថៃទៅពង្រឹងផ្ទៃក្នុងគេមកវិបកខ្មែរយើងវិញសងសឹកដោយថាគេថាសត្រូវរួមរបស់គេឆ្លោះគ្នានយោបាយតែគេចាត់ទុកថាខ្មែរជាសត្រូវរួមកកកកាយផ្ទៃក្នុងរបស់ថៃគឺគេព្រួតគ្នាវាយយើងយកមកបើទោះបីជាក៏អត់ត្រូវគ្នាផ្នែកនយោបាយគេវាយរហូតដល់ជាតិនិយមហ្នឹងឡើងអនុទិនច័ន្ទវរៈគុលទៅជានាយករដ្ឋមន្ត្រីដោយសារតែគេចង់ពង្រឹងសាមគ្គីមិនចង់ឲ្យខ្មែរយើងបំបាក់ស្មារតីផ្ទៃក្នុងឥឡូវយើងយក style ហ្នឹងមកទៀតយើងយកថៃយកទៅវាយថៃទៀតហើយចាំមើលថៃនេះតែយើងយកបញ្ញវន្តគេមកហ្នឹងគេកំពុងចាំមើលយើងដែរកាឡាយើងលូតអីទៀតដែរលោកហ៊ុនសែនមានល្បិចអីទៀតលោកហ៊ុនសែនគាត់ប្រកែកខាងយុទ្ធសាស្ត្រហ្នឹងក៏ប៉ុន្តែយុទ្ធសាស្ត្រគាត់បរាជ័យរឿងណែអ្នកស្រីបឋមឋានមួយហើយបរាជ័យរឿងលោកថាក់ស៊ីនមួយហើយហើយឥឡូវហ្នឹងក្រុមមន្ត្រីរបស់គាត់បរាជ័យរឿងលោកអនុទិនមួយដែរព្រោះលោកកែវរេមីដែលជាមន្ត្រីប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជាហ្នឹងមុននឹងលោកអនុទិនជាប់ឆ្នោតហ្នឹងគឺបបួលប្រជាប្រដ្ឋថៃឲ្យបោះឆ្នោតទម្លាក់លោកអនុទិនតាហើយយើងជាមន្ត្រីរដ្ឋាភិបាលកម្ពុជានៅក្នុងប្រទេសមួយទៅយើងទៅប្រាប់ប្រជាប្រដ្ឋនៅប្រទេសមួយទៀតឲ្យបោះទម្លាក់តំណែងបេក្ខជននាយករដ្ឋមន្ត្រីគេអញ្ចឹងថៃគេមូលមាត់គ្នាគឺគេថាយើងចង់បំបាក់ផ្ទៃក្នុងគេគឺគេរឹតចំណងសាមគ្គីគ្នាបោះឲ្យលោកអនុទិនអញ្ចឹងទៅវាផ្សំគ្នានឹងលោកអនុទិនយកឱកាសហ្នឹងផងថារឿងព្រំដែនហ្នឹងបើគាត់ជាប់ហ្នឹងគឺគាត់នឹងធ្វើមិនគឺទប់យកឲ្យបានអីលាក់នឹងលាក់ទៅដូចទឹកបាក់ទំនប់ឥឡូវយើងប្រើយុទ្ធសាស្ត្រហ្នឹងដដែលហើយយុទ្ធសាស្ត្រនេះគឺវាជាយុទ្ធសាស្ត្របែបចិត្តសាស្ត្រមែនហើយវាអាចបានផលវាអាចបរាជ័យទៀតប៉ុន្តែខ្ញុំជឿថាបរាជ័យច្រើនជាងបានផលបរាជ័យពីររឿងដែលលោកហ៊ុនសែនប្រើទស្សនៈរបស់ថៃវាយបកថៃបន្លាជុបន្លានេះណាបរាជ័យទី1គឺជាបរាជ័យក្នុងផ្ទៃក្នុងជាតិខ្មែរយើងតែម្ដងព្រោះអីបានជាខ្ញុំនិយាយចឹងគឺយើងបំបាក់គុណតម្លៃបញ្ញវន្តបណ្ឌិតសាស្ត្រាចារ្យខ្មែរអត់មានអ្នកណាមានគំនិតស្អីមួយដែលលោកហ៊ុនសែនអាចយកមកដើម្បីផ្សាយទៅហើយឲ្យសារព័ត៌មានថៃចុះផ្សាយបានទេព្រោះគេអត់ចាប់អារម្មណ៍ដោយសារមន្ត្រីបញ្ញវន្តបណ្ឌិតខ្មែរយើងអត់ឯករាជ្យទេយើងនិយាយត្រជើងរដ្ឋាភិបាលអញ្ចឹងមកយកដូច្នេះគំនិតយើងហ្នឹងគឺវាល្អសម្រាប់ត្រជើង
ប៉ុន្តែបើនិយាយពីគុណសម្បត្តិនៅក្នុងការយកមកវិភាគបកស្រាយវែកញែកឲ្យចំណេញដល់ជាតិអីវាអត់ទេបើចំណេញដល់រដ្ឋាភិបាលចំណេញដល់បកកណ្ដាលអំណាចមានតែចឹងគំនិតបែបហ្នឹងគឺជាគំនិតលំអៀងតែអញ្ចឹងគេអត់យកមកប្រើទេអ្នកវិភាគបណ្ឌិតអីក៏ដោយគឺយើងត្រូវឈរជ្រុងកណ្ដាលប៉ុន្តែអកុសលនៅស្រុកខ្មែរហ្នឹងគឺបើអត់គ្រប់គ្រងគណៈបកប្រជាជនគឺយើងជាខ្មាំងលើកឡើងតែយើងនិយាយតែសរសើររដ្ឋាភិបាលបើយើងនិយាយអីរិះគន់រដ្ឋាភិបាលគឺយើងខ្មាំងដូច្នេះបណ្ឌិតបញ្ញវន្តយើងអត់មានដែលបណ្ឌិតដែលអាចឈរកណ្ដាលមួយដើម្បីជាកញ្ចក់ឆ្លោះបានណាអាហ្នឹងគឺយើងបរាជ័យហើយជាតិយើងគឺបរាជ័យធំមែនតើអញ្ចឹងហើយបានថាពេលដែលលោកហ៊ុនសែនយកមតិទស្សនៈរបស់បញ្ញវន្តថៃយកមកប្រើបិទតែថាជាយុទ្ធសាស្ត្រចិត្តសាស្ត្រមួយដើម្បីដាក់សម្ពាធថៃតាមពិតលោកហ៊ុនសែនអាចចង់ដាក់សម្ពាធថៃប្រាប់ថាខ្ញុំអត់ចាំបាច់ប្រើបញ្ញវន្តខ្ញុំអាចបានបាច់ប្រើបញ្ញវន្តអន្តរជាតិឬក៏ណាទេខ្ញុំប្រើស្លឹកចេកណែឯងឲ្យខ្ចប់ចេកណែឯងខ្ញុំប្រើបន្លាណែឯងជួសបន្លាណែឯងគឺប្រើមនុស្សរបស់ណែឯងដើម្បីកម្ចាយផ្ទៃក្នុងណែឯងហើយស្ដាប់ទៅមតិរបស់គ្នាណែឯងតែនិយាយមិនមែនខ្ញុំអ្នកនិយាយថារិះគន់ឆ្កឹះឆ្កៀលចិត្តសាសណែឯងទេបញ្ញវន្តបណ្ឌិតគេសាស្ត្រាចារ្យនៅមហាវិទ្យាល័យធំៗរបស់ណែឯងហើយនិយាយថាណែឯងធ្វើនឹងផ្ដេសផ្ដាស់ភ្លីភ្លើអញ្ចឹងហេតុអីក៏ណែឯងមិនស្ដាប់ក៏ប៉ុន្តែរឿងដែលអត់បានរឿងចិត្តសាស្ត្រនេះគឺវារកម្មចិត្តជនជាតិថៃមួយចំនួនហ្នឹងថាលោកហ៊ុនសែនអាចនិយាយត្រូវចឹងហើយចុះហេតុអីបានជាយើងមើលបញ្ញវន្តបណ្ឌិតថៃគេនិយាយចឹងហេតុអីបានជានាយករដ្ឋមន្ត្រីថៃទៅនិយាយផ្ទុយពីហ្នឹងហើយធ្វើផ្ទុយពីហ្នឹងហេតុអីបានជាមនុស្សនៅក្នុងជនជាតិថៃផ្សេងទៀតទៅតាមលោកអនុទិនច័ន្ទរៈគុលហេតុអីមិនតាមបណ្ឌិតបញ្ញវន្តវាអាចក្នុងនេះប៉ុន្តែក្នុងពេលជាមួយគ្នាថៃគឺមានជាតិនិយមជ្រុលជនជាតិថៃមានជាតិគំនិតជាតិនិយមជ្រុលហ្នឹងគឺគេកំពុងតែស្អប់យើងគេកំពុងតែគុំគួនយើងដល់ពេលឃើញលោកហ៊ុនសែនកំចាយអីសពបែបយ៉ាងហើយប្រើវិធីចិត្តសាស្ត្រអញ្ចឹងគេដឹងថាល្បិចល្បាយនឹងដដែលទៀតថៃគឺថាគំនិតហ្នឹងវាអាចត្រូវដែរក៏ប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងគេឈរលើភាគីថៃទៀតអញ្ចឹងគេឈរលើចំហនាយករដ្ឋមន្ត្រីអនុទិនច័ន្ទវរៈគុលទៀតដើម្បីឲ្យជាតិគេមូលមាត់ហើយគេនឹងចាត់ទុកថាគំនិតរបស់សាស្ត្រាចារ្យពីររូបនេះជាគំនិតសាររឿងនិយមឬក៏ផ្ទុយអីមែនបានជាអាវុធសម្រាប់កម្ពុជាយកមកវាយមែនក៏ប៉ុន្តែវាជាតិនិយមជ្រុលថៃនឹងធ្វើឲ្យប្រទេសថៃនេះកាន់តែពុតដៃគ្នារឹងមាំអត់បានផលដល់អ្វីដែលលោកហ៊ុនសែនចង់បានទេអាហ្នឹងទី1ទី2គឺបរាជ័យមួយទៀតគឺយើងចង់និយាយថាយើងជជែកគ្នាតាក់ទងនឹងការយកបញ្ញវន្តថៃយកមកផ្សាយយកមកអីនេះគឺយើងចង់ឲ្យថៃដូចថាជាការដាក់សម្ពាធមែនទេឲ្យអនុទិនច័ន្ទវរៈគុលដូរចិត្តឲ្យប្រជាប្រដ្ឋថៃជឿតាមនិស្សិតបញ្ញវន្តទៅឲ្យដូរឲ្យស្ថានភាពហ្នឹងដើម្បីដាក់សម្ពាធមកចរចាកិច្ចការព្រំដែនឲ្យកុំលុប MOU 2001ហើយជជែកវាអត់បានផលទេវាអត់បានផលត្រង់ថាកិច្ចការព្រំដែននេះវាផុតកងពាន់ទី3ហើយអស់ហើយវាអត់មានចង់និយាយថាបើលេង game វិញគេថា game is over វាចប់ហើយវាផុតហើយយើងអត់អាចថយក្រោយវិញបានទៅឲ្យជនជាតិថៃនឹងមកបដូរចិត្តអីមកស្អីណាឲ្យដីមកខ្មែរវិញឬក៏ឈប់ធ្វើព្រោះអនុទិនច័ន្ទវរៈគុលក៏គេស្ទង់គំនិតជាតិនិយមជ្រុលរបស់ថៃនឹងដែរអញ្ចឹងមានគំនិតបែបហ្នឹងវាអត់បានប្រយោជន៍អីត្រង់ថាយើងអត់ត្រូវលេងល្បែងថៃខ្ញុំថាយើងកំពុងលេងល្បែងថៃហើយយើងធ្វើឲ្យយើងអន់ខ្លួនហ្នឹងត្រង់ថាហេតុអីបានជាយើងនៅអោបជើងថៃហេតុអីបានយើងមានអាត់កើអាត់បិចលេងហេតុអីបានជាយើងរើសយក2គ្រាប់3គ្រាប់មកលេងបើលេងបៀកទេយើងលេងមិនឈ្នះគេទេហេតុអីក៏យើងមិនយកយន្តការអន្តរជាតិដែលយើងគិតថាចង់បាននឹងតុលាការយុត្តិធម៌អន្តរជាតិតុលាការព្រហ្មទណ្ឌអន្តរជាតិហេតុអីយើងមិនប្តឹងហេតុអីក៏យើងមិនប្តឹងគេហេតុអីក៏យើងនៅគិតថាហ្នឹងឥឡូវបញ្ញវន្តថៃគេនិយាយថាធ្វើហ្នឹងខុសហើយថៃហ្នឹងវាអន់ចុះបើដឹងថាគេកំពុងតែខ្សោយហ្នឹងហេតុអីក៏យើងមិនប្តឹងគេតែម្ដងទៅបើយើងឬក៏មួយក៏យើងចង់ទុកឱកាសឲ្យគេហ្នឹងបង្ហាញថាយើងហ្នឹងជាអ្នកបដាល់ដ៏ថ្លៃថ្នូរមិន nasty fighter ស្មោកគ្រោកដោយលោកត្រាំថាទេយើងហ្នឹងគឺជាចាស់ទុំអញ្ចឹងឬក៏យ៉ាងម៉េចម៉ោងនេះហើយយើងអត់ត្រូវការភាពជាចាស់ទុំភាពលោកលឿនអីប្រហែលទៀតទេព្រោះថៃអត់លោកលឿនជាមួយយើងទេគេយកអស់ហើយគេកសាងហេដ្ឋារចនាសម្ព័ន្ធគេធ្វើបេតុងព្រំដែនគេចាក់ត្រង់សេគេដាក់រូបបដិមាគេជួសជុលគេអូយគេធ្វើអីអស់ហើយដូច្នេះយើងអត់ត្រូវការស្អំថៃអីទៀតទេហើយម៉ោងហ្នឹងអត់មានការចរចាទ្វេភាគីអីណាទៀតផងដូច្នេះហេតុអីបានជាយើងទៅស្អំចិត្តថៃអីវែងឆ្ងាយម៉េចខ្ញុំមិនចំទាស់អីនៅក្នុងការយកមតិបញ្ញវន្តថៃអីយកមកប៉ុន្តែប៉ុណ្្នឹងបានហើយបញ្ញវន្តខ្មែរច្រើនណាហើយខ្ញុំលើកទឹកចិត្តឲ្យយកឲ្យបញ្ញវន្តខ្មែរយើងគ្នាមានសិទ្ធិសេរីភាពឲ្យច្រើនទៅកុំចាប់គ្នាដាក់គុកកុំសិតថាគេសិតតែល្ងងទូបណ្ឌិតល្ងងទូអីចឹងទៀតទៅយើងឲ្យគេនិយាយទៅក្រោតគ្រៀតអីមិនពេញចិត្តរដ្ឋាភិបាលអីមែនប៉ុន្តែដូចចឹងដូចលោកសុរឆាតបំរុងសុខហើយនឹងលោកអក្សរាពងខំខុនអីចឹងសុទ្ធតែនិយាយទៅមិនពេញចិត្តរដ្ឋាភិបាលប៉ុន្តែមានតម្លៃនៅក្នុងការយកមកត្រេះរិះពិចារណាដែរព្រោះគេជានិស្សិតបញ្ញវន្តមិនមែនតែនិយាយអាចេកធ្លាក់ទឹកហើយឲ្យតែស្កសរសើរឲ្យស្លាប់អត់ចេះបង្អាប់ឲ្យរស់ឯណាដល់អញ្ចឹងទៅយើងគួរតែបើសិនជាអញ្ចឹងគួរតែយើងរៀនពីបទពិសោធន៍ហ្នឹងលើកកម្ពស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅស្រុកខ្មែរតែផ្ទុយទៅវិញអាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិហ្នឹងយើងនឹងវាមានច្បាប់ចង្រៃទៀតគឺយើងទៅហាមប្រជាពលរដ្ឋកូនសិស្សនិស្សិតគ្រូបង្រៀនហ្នឹងអត់ឲ្យនិយាយនយោបាយក្នុងថ្នាក់រៀនទេហើយយើងចេញច្បាប់ទៅទៀតគេមានច្បាប់ស្ដីពីការអប់រំហ្នឹងគឺមានមាត្រា31ម្ដង42 52គឺបញ្ចូលពីទោសទណ្ឌបញ្ចូលពីការរឹតបន្តឹងរហូតដល់តែរដ្ឋមន្ត្រីក្រសួងអប់រំហ្នឹងធ្លាប់តែចុះចេញសេចក្តីប្រកាសថាកុំឲ្យនិយាយរឿងនយោបាយក្នុងថ្នាក់រៀនតើមានស្រុកឯណាដែលគេហាមឃាត់កូនសិស្សមិនឲ្យជជែករឿងនយោបាយពួកពាក្យនយោបាយលោកអស់លោកហ្នឹងគឺតែខ្លាចតែបានប្រយោជន៍គណៈបកប្រឆាំងឯងបើនយោបាយនិយាយទៅសើគណៈបកប្រជាជនអត់អីទេនយោបាយលោកហ្នឹងគឺគិតតែមួយឯងគឺតាណាហ៊ានរិះគន់ក្រុមគ្រួសារតកូលហ៊ុនអាហ្នឹងកុំនិយាយឲ្យសោះប៉ុន្តែបើនិយាយរិះគន់គណៈបកប្រឆាំងនិយាយទៅនយោបាយគាត់ហ្នឹងអញ្ចឹងឯងហើយដល់ពេលអញ្ចឹងហាមឃាត់សិស្សហាមអីអញ្ចឹងរហូតដល់មន្ត្រីនគរបាលមួយក្រុមចុះទៅនិយាយពីរឿងហាមឃាត់សិស្សដែលរៀនត្រៀមទៅកូរ៉េទៅធ្វើការនៅកូរ៉េថាឲ្យគិតតែពីរឿងប្រឹងរៀនទៅរលុយបានហើយទៅស្រុកកូរ៉េទៅអីចឹងកុំគិតពីរឿងបាក់រឿងអីទុកឲ្យថ្នាក់លើដឹកនាំឥឡូវនេះឃើញថ្នាក់ដឹកនាំរបស់មន្ត្រីគេនោះគឺចេញសេចក្តីប្រកាសមកហៅទៅអប់រំមន្ត្រីហ្នឹងថាធ្វើហ្នឹងគឺគេចង់ផ្សព្វផ្សាយមកថានិយាយទៅហៅមកណែនាំថាមិនគួរណានិយាយរឿងនយោបាយទេគាត់ថាហើយទៅបកស្រាយយ៉ាងម៉េចថានយោបាយហ្នឹងគឺគាត់សំដៅទៅលើតកតងក្រុម
ដែលថាធ្វើឲ្យមានបញ្ហាអសន្តិសុខសង្គមអីណាហ្នឹងតែគាត់និយាយតាក់ទងហាមនិស្សិតនិយាយនយោបាយហ្នឹងគឺវាមិនត្រូវអីប៉ុន្តែក្នុងន័យហ្នឹងគឺទៅបន្ទោសមន្ត្រីថ្នាក់ក្រោមតែមន្ត្រីថ្នាក់ក្រោមហ្នឹងគាត់អាចនិយាយការចឹងដែរបើអត់មានថ្នាក់លើអ្នកប្រាប់ខ្ញុំពងឆ្ងល់ហើយនៅលើកំពូលហ្នឹងគាត់តែនិយាយតែអញ្ចឹងងើបមួយវាយមួយរឿងសិទ្ធិនយោបាយចឹងដល់ពេលមន្ត្រីថ្នាក់ក្រោមប៉ូលីសនគរបាលអីហ្នឹងគាត់ទៅថាតាមតែថ្នាក់លើហ្នឹងហើយដល់ពេលប្រជាពលរដ្ឋរិះគន់ខ្លាំងទៅហៅមកផឹកតែចោតអីតិចទៅប៉ុន្តែរឿងហ្នឹងវាអត់បានប្រសិទ្ធភាពទេព្រោះអីដើមខ្សែនៅលើងើបមួយវាយមួយរឿងចាប់មនុស្សដាក់គុករឿងសិទ្ធិសេរីភាពនយោបាយចឹងប្រទេសយើងនៅតែវល់អត់ទៅមុខតាក់ទងនឹងរឿងតាក់ទងនឹងរឿងការរំលោភសិទ្ធិរំលោភអីហ្នឹងគឺពិបាកមែនតើហើយខ្ញុំមានព័ត៌មានមួយដែលតាក់ទងនឹងថាបើគ្មានសេរីភាពទូទៅរបស់ប្រជាពលរដ្ឋទេហើយបើគ្មានសេរីភាពសារព័ត៌មានទេគឺគ្មានទេប្រជាធិបតេយ្យតាមពិត clear នេះគឺជា clear ដែលដកស្រង់ចេញពីលោកដែលជាប្រធានាធិបតីអាមេរិកតាំងពីឆ្នាំ1787 239ឆ្នាំហើយតែគាត់ចង់និយាយអំពីរបៀបដឹកនាំរដ្ឋាភិបាលគឺគាត់ចង់លើកទឹកចិត្តឲ្យប្រជាពលរដ្ឋថារដ្ឋាភិបាលណាក៏ដោយអាចមានប្រសិទ្ធភាពទៅបានគឺទាល់តែយើងផ្ដល់លទ្ធភាពឲ្យមានសេរីភាពសារព័ត៌មានសេរីភាពប្រជាពលរដ្ឋនឹងពេញលេញកុំធ្វើទុកបុកម្នេញហើយឥឡូវនៅរដ្ឋធម្មនុញ្ញយើងមានចែងទៅទៀតការពារនៅក្នុងមាត្រា30ជាងនៅក្នុងជំពូក3ហ្នឹងនិយាយពីសិទ្ធិកាតព្វកិច្ចតែយើងឲ្យតែមានច្បាប់រដ្ឋធម្មនុញ្ញហើយយើងចែងច្បាប់ទូចក្រោមហ្នឹងយកមករដ្ឋបတ်បើថាសេរីភាពសារព័ត៌មានមានច្បាប់ស្តីពីការគ្រប់គ្រងឬក៏របបសារព័ត៌មានហ្នឹងមករដ្ឋបတ်សេរីភាពព័ត៌មានហ្នឹងដូចថាច្បាប់មានកម្ពុជាហើយវាមានអាច្បាប់ទូចហ្នឹងវាទៅជាធំជាអាច្បាប់កម្ពុជាហ្នឹងវិញទៅអាហ្នឹងចឹងទៅហើយដល់ពេលច្បាប់និយាយពីសេរីភាពប្រជាពលរដ្ឋក្នុងសិទ្ធិនយោបាយយើងចេញពីច្បាប់ស្តីពីការអប់រំហ្នឹងមករដ្ឋបတ်សិទ្ធិសេរីភាពនយោបាយហ្នឹងឲ្យគ្របច្បាប់រដ្ឋធម្មនុញ្ញតែច្បាប់កម្ពុជាវាគួរកម្ពុជាវាទៅជានៅបាតតារាងវិញទៅវាបញ្ជាក់ចកៃចឹងសពបែបយ៉ាងហើយទៅបកស្រាយថាច្បាប់ហ្នឹងគឺអាច្បាប់ទូចហ្នឹងគឺមានអានុភាពលើរដ្ឋធម្មនុញ្ញទៅវិញហើយដល់អញ្ចឹងទៅវាច្បោកច្បល់អើយពិបាកមែនតើតែយ៉ាងណាបងប្អូនខ្ញុំឥឡូវនេះគឺខ្ញុំមានពេលវេលាខ្លីប៉ុន្តែចង់តែនិយាយច្រើនអង្គការសង្គមស៊ីវិលនិងសហជីពអំពាវនាវឲ្យមានសកម្មភាពបន្ទាន់ដើម្បីការពារសុវត្ថិភាពកម្មករវិស័យកាត់ដេរនៅកម្ពុជាមានអង្គការសង្គមស៊ីវិលនិងសហជីពប្រមាណជា60អង្គការថ្ងៃនេះចេញសេចក្តីថ្លែងការណ៍រួមតាក់ទងនឹងរឿងដូចថាកម្មករភ្លុកឡានគ្រោះថ្នាក់ចរាចរណ៍ស្លាប់14នាក់នៅស្វាយរៀងហើយនៅកំពង់ឆ្នាំងប្រហែលថ្ងៃមុននោះហើយតែឥឡូវអត់ទាន់មានដំណោះស្រាយអីចឹងទៅក៏ឃើញអង្គការនេះចេញដើម្បីអំពាវនាវបាទគឺឲ្យរដ្ឋាភិបាលនឹងឆ្លើយតបឲ្យរហ័សទាន់ពេលវេលានៅក្នុងការផ្ដល់សេវាព្យាបាលសំណងតាមប្រព័ន្ធវេលាជាតិសន្តិសុខសង្គមបសសអីចឹងទៅព្រោះអីឃើញថាមានការឆ្លើយតបដែរក៏ប៉ុន្តែមិនទាន់គ្រប់គ្រាន់មិនទាន់រហ័សហើយណាមួយឲ្យរដ្ឋាភិបាលហ្នឹងគឺបន្តដោះស្រាយបញ្ហាសុវត្ថិភាពកម្មករដែលជិះឡានប្រជ្រៀតគ្នាដូចដឹកជ្រូកដឹកគោហ្នឹងឲ្យបានឆាប់តាមដែលអាចធ្វើទៅបានបាទនេះខ្ញុំស្លេះព័ត៌មាននេះប៉ុណ្ណឹងបងប្អូនអាចអានព័ត៌មាននេះបន្ថែមនៅក្នុង Facebook របស់ Liga do បាទអង្គការសិទ្ធិមនុស្សនៅមូលដ្ឋានឥឡូវនេះនិយាយពីរឿងអតិថិជនចិនឯនោះវិញតវ៉ានៅមុខទូតចិនម្ដងកាលមុនតវ៉ានៅឯមុខសាខាធនាគារជាតិនៅអាផ្លូវដូចហាណូយម្ដងវាយគ្នាបែកក្បាលដេប្រហែលគ្នាសន្តិសុខនឹងវាយយកហ្មងហើយទៅចាប់2នាក់ចាប់ខ្មែរ2នាក់ថាជាអ្នកឈ្នួនរកស៊ីឈ្នួលធ្វើបាតកម្មគ្នាជាជនរងគ្រោះមកតវ៉ាដើម្បីឲ្យដោះស្រាយរឿងហ៊ុយវ៉ាន់ផេនិងហ៊ុយវ៉ាន់ក្រុមហ៊ុនហ៊ុយវ៉ាន់ HP អីហ្នឹងដែលបោកប្រាស់ប្រជាពលរដ្ឋដាក់លុយទៅអត់ឲ្យលុយគ្នាបាននេះឥឡូវមកដល់មកនោះអត់មានដំណោះស្រាយទៀតឲ្យគ្នាទៅរកផ្លូវតុលាការឯណាបើគ្នាត្រូវការលុយអត់មានដោះស្រាយឲ្យគ្នាខ្លះសិនឬក៏យ៉ាងម៉េចឥឡូវតវ៉ាវាយបែកក្បាលបែកក្បួនក៏នៅតែអត់រៀងប្រហែលជា100នាក់ទៅតវ៉ានៅមុខទូតចិនហ្មងណាប៉ុន្តែនៅថ្ងៃនេះគឺភាគច្រើនសិតតែជនជាតិចិនឯខ្មែរយើងប្រហែលជាលែងហ៊ានទៅព្រោះខ្លាចគេចាប់បើជនជាតិចិនអត់ហ៊ានចាប់គេដាក់គុកឯងតែបើជនជាតិចិនវាយបែកក្បាលហ្មងប៉ុន្តែជនជាតិខ្មែរចាប់ដាក់គុក2នាក់អត់ទាន់បានដោះលែងហ្នឹងហើយ2នាក់ហ្នឹងគាត់ជាមេការរបស់ក្រុមហ៊ុនសំណងចាប់ពាក់លុយកម្មករគ្នាអត់បានលុយក្តៅក្រហាយដោយសារតែរឿងដាក់លុយនៅក្នុងធនាគារ H1 Pay ឬក៏ធនាគារហ៊ុយវ៉ាន់ហ្នឹងក្រុមហ៊ុនហ៊ុយវ៉ាន់ហ្នឹងហើយដល់ពេលមកដល់ឥឡូវអត់បានដោះស្រាយហើយចឹងព័ត៌មានចឹងពុលពិភពលោកមើលមកឃើញប្រព័ន្ធធនាគាររបស់យើងនៅតែមានបញ្ហាយើងដោះស្រាយអត់ស្អាតសោះយើងខំបង្ក្រាបយើងខំបង្អីចុះអត់មានប្រកបទ្របអីខ្លះចាហើយចុះធនាគារនោះមានដាក់ប្រាក់តម្កល់នៅក្នុងធនាគារជាតិទេចឹងហើយចុះដល់ពេលបិទឆឹងមកអត់បានចែកលុយអីគ្នាសោះហើយចុះក្រែងថាម្នាក់សិនមានប្រាក់តម្កល់ប្រមាណលាននៅអាមេរិកនេះប្រាក់តម្កល់របស់ធនាគារមួយជាន់ហើយប្រាក់តម្កល់របស់ថ្នាក់ជាតិនៅក្នុងការការពារធនាគារពេលខ្សែធនឲ្យបើកលុយឲ្យអតិថិជនហ្នឹងមានមួយជាន់ទៀតគេមិនឲ្យប្រទេសប្រាស់ប៉ុន្តែយើងនៅអតិថិជនទាញរលុយមកវិញអត់បានគឺបិទឆឹងតែម្ដងសង្ឃឹមថានឹងមានការដោះស្រាយរឿងនេះព្រោះអីជាមុខមាត់របស់ជាតិឲ្យផ្ដល់ភាពយុត្តិធម៌ដល់អតិថិជនមិនមែនថាជនជាតិចិនជនជាតិខ្មែរអីទេព្រោះគ្នាជាកម្លាំងញើសឈាមបានពួកគាត់ថាសងលុយដែលជាកម្លាំងញើសឈាមរបស់ពួកគាត់យើងគិតមើលអ្នកគ្នាខ្លះគ្នារកស៊ីសុចរិតទេជនជាតិចិនក៏ដោយក៏គ្នាមានអ្នករកស៊ីសុចរិតដែរដល់ពេលដាក់លុយទៅបាត់អស់អញ្ចឹងយើងគិតមើលទាំងយើងទាំងគេតើមិនបានលុយយ៉ាងណាមកដោះស្រាយជីវភាពហើយតវ៉ាគេវាយបែកក្បាលហើយចាប់ដាក់គុកទៀតតែឥឡូវនេះនៅទូចិនហ្នឹងឃើញទៅអត់មានវាយព្រោះអត់មានអំពើហិង្សាគាត់អង្គុយគាត់អីកាន់តែបដាអញ្ចឹងទៅបាទឥឡូវព័ត៌មានបន្ទាប់ទៀតគឺចាប់ដែរថ្ងៃនេះក៏មានចាប់ដែរគឺចាប់ពលរដ្ឋ2នាក់ទៀតដាក់ពន្ធនាគារ6ឆ្នាំពីបទចារកម្មពាក់ព័ន្ធនឹងថតរូបស្ពាននឹងអង្គការលីកាដូថាអ្នក2នាក់នេះឈ្មោះមុកឌៀបអាយុ33ឆ្នាំនិងមួយទៀតឈ្មោះហ៊ុនហុងអាយុ36ឆ្នាំពលរដ្ឋក្រុងសំរោងខេត្តឧត្តរមានជ័យត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល6ឆ្នាំកាលពីថ្ងៃទី11ខែឧសភាឯណោះគឺពាក់ព័ន្ធទៅនឹងការទៅថតរូបស្ពានមួយដែលក្រោយមកត្រូវបានយោធាថៃបំផ្ទុះដោយការទម្លាក់គ្រាប់បែកហ្នឹងហើយសាលាដំបងខេត្តសៀមរាបផ្តន្ទាទោសអ្នកទាំងពីរហ្នឹងកាលពីខែមុនហ្នឹងតាមមាត្រាប៉ុណ្ណេះអញ្ចឹងទៅហើយឥឡូវនេះគឺខាងលោកឌៀបនិងលោកហុងបានប្តឹងឧទ្ធរណ៍កាលពីថ្ងៃ28ខែឧសភាហើយអ្នកទាំងពីរកំពុងជាប់ឃុំនៅពន្ធនាគារខេត្តសៀមរាប
បាទឥឡូវតាមពិតទៅអាហ្នឹងរឿងសន្តិសុខសង្គមប៉ុន្តែជួនកាលប្រជាពលរដ្ឋគ្នាមិនសូវដឹងរឿងដឹងអីក៏គ្មានការអនុគ្រោះអីខ្លះទៅឥឡូវនេះគឺតកតងនឹងព័ត៌មានចុងក្រោយ2ដែលខ្ញុំនឹងសរុបនៅពេលនេះព័ត៌មានមួយដែលខ្ញុំចង់ជម្រាបនោះគឺព័ត៌មានរឿងអន្តរជាតិបញ្ចប់ពួកខ្ញុំសល់ពេលតែ3នាទី4នាទីឥឡូវបង្ហាញព័ត៌មានអន្តរជាតិតែម្ដងទៅបងប្អូននៅពេលដែលយើងកំពុងតែមានរឿងពេញទឹកពេញដីនៅស្រុកខ្មែរអាស្រុកក្រៅនេះក៏អញ្ញាចាប់ក្តាមដាក់ទឹកចឹងអ៊ីស្រាអែលនិងអ៊ីរ៉ង់បងប្អូនអាមេរិកឆ្លោះគ្នាមួយអ៊ីរ៉ង់ទម្លាក់គ្រាប់អ៊ីរ៉ង់អ៊ីស្រាអែលជួយជាសម្ព័ន្ធមិត្តអ៊ីរ៉ង់វាយបាញ់ទៅអ៊ីស្រាអែលផ្លោងទៅផ្លោងមកទៅដោយគ្រាប់ផ្លោងទៅ